សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមកបង្រៀនអ្នកនរគ្នាអំពីភាសា C++តែវីដេអូនេះជាពិសេសសម្រាប់បងប្អូនដែលកំពុងរៀន IT នៅឆ្នាំទី1អញ្ចឹងយើងជាបំផុតទេក្នុងការសរសេរកូដជាភាសា C++ គេថា basic ចុះអញ្ចឹងដើម្បីអាចសរសេរកូដនឹងបានយើងត្រូវមានកម្មវិធីមួយដែលមានឈ្មោះថា Dev C++ អញ្ចឹងយើងចូលទៅកាន់ចូលមើល Firefox ដែលយើងមានមកទៅ download ទាំងអស់គ្នាហើយយើងវាយពាក្យថា Dev C++ Enter អញ្ចឹងខ្ញុំមិនចង់ recommend ឲ្យអ្នកនរគ្នាប្រើជាមួយ official ទេអញ្ចឹងម៉ាស៊ីនមួយចំនួនបើសិនជាយើងទៅឡើងជាមួយនឹង official វាពេលខ្លះពេលដែលយើង compile ទៅវា error ណាវា compile ទៅ error ប៉ុន្តែខ្ញុំ recommend ឲ្យអ្នកនរគ្នាប្រើ Dev C++ ខំនេះណាគឺកាន់តែក្រោមមកយើងចុចពាក្យ downloadចឹងវាធ្វើការ download ហើយយើងចាំមក play អូខេអញ្ចឹងពេលដែលយើង install វាពេញយើងចុច open folder អញ្ចឹងវាចូលមកកាន់ពេលដែលយើង download វាចូលទៅកាន់កន្លែង download នៃ program នេះណាយើង click ទៅលើវាមកចុច yes ពេលនោះវាកំពុងធ្វើការ set up នៅ app ឲ្យយើងហើយអូខេ agree next install យើងចុច finish មកចុច next ទៀត next អូខេអញ្ចឹងពេលដែលយើងបើកមកភ្លាមមាននឹងចេញផ្ទាំងបែបនេះហើយជា Dev C++អញ្ចឹងមុនដំបូងដែលយើងគួរធ្វើនោះយើងយកស្គាល់អំពី tool ខាងលើនេះមួយចំនួនសិនប៉ុន្តែ tool មួយចំនួនយើងអាចប្រើបានទេនៅពេលដែលយើងអត់ទាន់បង្កើត project នោះអញ្ចឹងខ្ញុំធ្វើការបង្កើត project មួយចុច new អញ្ចឹងវាមាន core file និង project core file ហ្នឹងគឺគ្រាន់តែ control N ទៅយើងអាចសរសេរហើយយើង save ជា C++ ទៅបានហើយប៉ុន្តែខ្ញុំអត់ឲ្យអ្នកនរគ្នាធ្វើបែបហ្នឹងទេខ្ញុំចង់ឲ្យអ្នកនរគ្នាយកជា project ព្រោះអីយកជា project វាងាយស្រួលក្នុងការរៀបចំនៅ folder របស់យើងទុកមានលំដាប់លំដោយអញ្ចឹងយើងយក project មកកន្លែងនេះយើងយកជាមួយនឹង console application មានន័យថាយើងសេបែបផ្ទាំង console លក្ខណៈផ្ទាំង comment ណាហើយកន្លែងនេះដែរវាបើសិនជាយើងយកនៅ C project មានន័យថាយើងសរសេរបានតែភាសា C ទេប៉ុន្តែភាសា C++ យើងអត់អាចសរសេរបានទេតែបើយើងយកភាសា C project សំដៅ C++ project នេះមានន័យថាយើងអាចសរសេរបានទាំងភាសា C និងភាសា C++ ហើយកន្លែងនេះគឺជាឈ្មោះ project របស់យើងអញ្ចឹងខ្ញុំចង់ដាក់ project គេខ្ញុំដាក់ថា hello world អញ្ចឹងចុះ hello បាទអញ្ចឹងយកពាក្យ OK ហើយយើងចង់ save ដាក់កន្លែងណាដែលយើងងាយស្រួលក្នុងការរកខ្ញុំអត់ save ទេខ្ញុំ save ទុកហ្នឹងចុះពេលនេះវានឹងចេញផ្ទាំងបែបនេះវានឹងចេញ code default បែបនេះមកអញ្ចឹងយើងអាចប្រើនៅ tool នេះបានវិញហើយឃើញទេពេលដែលយើងបញ្ចូល project ហើយយើងអាចប្រើនៅ tool អស់ហ្នឹងបានហើយអញ្ចឹងអា tool ទាំងអស់ហ្នឹងវាមានដូចជាក្នុង file ហ្នឹងវាមាន save មាន save as save project ជាធម្មតាអញ្ចឹងហើយកន្លែងហ្នឹងអញ្ចឹងយើងមាន edit យើងមាន search យើងមាន menu មាន project ប៉ុន្តែអ្វីដែលយើងសំខាន់នោះយើងសំខាន់នៅកន្លែងនេះណាអញ្ចឹង compile នេះយើងត្រូវមាន compile ត្រូវមាន run ត្រូវមាន compile and run